មួយចង់បានការសរសើរត្រូវតែធ្វើឲ្យចេញពីលទ្ធផលធំសង្គ្រាមដំបូងដែលឆាវឆាវធ្វើជាទីប្រឹក្សាទ័ពគឺការចេញបង្ក្រាបពួកបះបោរកន្សែងលឿងកាលនោះឆាវឆាវមិនទាន់ធ្លាប់ពាក់អាវក្រោះម្ដងណាទេប៉ុន្តែគាត់ធ្លាប់រៀនក្បួនសឹកនិងជាមនុស្សមានល្បិចច្រើនពីកំណើតឆាវឆាវប្រើប្រាស់អ្វីដែលគាត់មានស្រាប់យកប្រៀបលើសត្រូវដែលគ្រាន់តែប្រជារាស្ត្របះបោរធម្មតាឆាវឆាវសម្រាប់ចាងជាវនិងបង្កើតសន្តិភាពបណ្ដោះអាសន្នដល់នគរវិញទើបត្រូវព្រះអង្គលីងតែងតាំងជាមេទ័ពម្នាក់ការសរសើរពីអ្នកធំជាឱកាសដើម្បីបង្កើតអំណាចរបស់គាត់ឆាវឆាវមិនមែនចង់ឲ្យគេសរសើរដើម្បីសប្បាយចិត្តមួយពេលទេគាត់ចង់បានការសរសើរដែលធ្វើឲ្យគេទុកចិត្តនិងផ្ដល់តំណែងសំខាន់ឲ្យគាត់បើចង់បានការសរសើរដែលអាចប្រើការបែបនេះត្រូវធ្វើឲ្យចេញពីលទ្ធផលធំលទ្ធផលកាន់តែធំពាក្យសម្ដីសរសើរកាន់តែមានប្រយោជន៍គំនិតមួយនេះមិនមែនចង់ឲ្យរស់ដើម្បីការសរសើរទេតែចង់ឲ្យរស់ដើម្បីផលប្រយោជន៍ដែលបានពីការសរសើរទាំងនោះយើងក៏ត្រូវចេះរើសមនុស្សដែលមកសរសើរយើងដែរឆាវឆាវមិនត្រូវការពាក្យសម្ដីសរសើរពីចៅហ្វាយស្រុកតូចតាចដែលធ្លាប់ធ្វើការជាមួយគ្នាទេតែគាត់ត្រូវការពាក្យសម្ដីសរសើរពីមន្ត្រីធំដូចជាស៊ឺម៉ាហ្វាងឆៃយ៉ុងឬវ៉ាងអ៊ីពាក្យសរសើរមានន័យនៅពេលដែលវាអាចយកមកស៊ីកាត់2ស្គាល់ឈ្មោះមនុស្សម្នាក់អាចធ្វើឲ្យអ្នកផ្លាស់ប្ដូរវាសនាខ្លួនឯងក្នុងរឿងសាមកុក2010មុនពេលស៊ីស៊ូបានចាកចេញពីលាវប៉ៃគាត់បានបង្ហើបពីឈ្មោះរបស់ជូគឺលៀងនិងសុំឲ្យលាវប៉ៃទៅតាមអញ្ជើញជូគឺលៀងមកជួបគាត់មកជួយគាត់ដោយផ្ទាល់ទើបអាចធ្វើសង្គ្រាមបានឈ្មោះមនុស្សម្នាក់នេះជាចំណុចចាប់ផ្ដើមនៃការងើបឡើងរបស់លាវប៉ៃក្នុងពេលនោះឈ្មោះមនុស្សម្នាក់នេះធ្វើឲ្យលាវប៉ៃភ្លេចអស់ទុក្ខសោកដែលត្រូវបានបាត់បង់ស៊ីស៊ូក្នុងពេលដ៏ខ្លីនៅយប់នោះលាវប៉ៃអង្គុយមើលមេឃគិតថាតើគាត់អាចយកជូគឺលៀងមកប្រើបានឬអត់ចៅឆាងក៏ដូចគ្នាដែរការគាត់នៅដើរតាមចាងជាវគាត់ធ្លាប់បានឮឈ្មោះគួនអ៊ីប៉ុន្តែមិនបានធ្លាប់ជួបមុខទេដល់ពេលដែលគាត់បានជួបដោយចៃដន្យពេលគួនអ៊ីធ្វើដំណើរឆ្លងកាត់ភ្នំដែលគាត់កាន់កាប់គាត់ក៏ឆ្លៀតឱកាសសុំទៅតាមបម្រើតែម្ដងជីវិតរបស់ចៅឆាងផ្លាស់ប្ដូរពីក្រុមចៅកន្សែងលឿងទៅជាមេទ័ពដែលជួយស្ដាររាជវង្សហានម្នាក់ដែរបើគាត់មិនធ្លាប់ឮឈ្មោះគួនអ៊ីពីមុនទេពេលជួបគ្នាក៏មិនស្គាល់ដែរហើយប្រហែលជាត្រូវគួនអ៊ីកាប់ដេកនឹងដីទៀតផងយើងអាចយកគំនិតនេះទៅប្រើបានក្នុងការរៀនសូត្រឬស្វែងរកបន្ថែមពីរឿងអ្វីមួយយើងស្គាល់ឈ្មោះអ្នកណាម្នាក់អាចនឹងធ្វើឲ្យយើងចាប់អារម្មណ៍ហើយទៅស្រាវជ្រាវពីស្នាដៃម្នាក់នោះយើងនឹងទទួលបានប្រយោជន៍ជាច្រើនជាងពេលកាលដែលមិនទាន់ស្គាល់ឈ្មោះគេ3បើមិនចង់ចូលនយោបាយកុំរាប់អានមិត្តក្នុងនយោបាយជូគឺលៀងខឹងនឹងស៊ីស៊ូដែលនាំគាត់ឲ្យទៅពាក់ព័ន្ធនឹងរឿងនយោបាយដោយប្រាប់ឈ្មោះគាត់ទៅលាប៉ៃខ្ញុំយល់ថាបើគាត់មិនចង់ធ្វើនយោបាយគាត់គួរតែមិនរាប់អានស៊ីស៊ូទេព្រោះថ្ងៃណាមួយស៊ីស៊ូគង់តែនិយាយពីគាត់ហើយនឹងធ្វើឲ្យគេមកតាមរកគាត់មិនខានទោះបីជាមិនមែនជាលាប៉ៃក៏ដោយក៏អាចជាអ្នកផ្សេងទៀតដែរលូស៊ូនៅឯខាងតុងអ៊ូក៏ដូចគ្នាដែរគាត់រាប់អានចៅអ៊ីជាមិត្តភក្តិក៏ព្រោះតែមានបំណងចូលបម្រើត្រកូលស៊ុនបើគាត់មិនចង់ពាក់ព័ន្ធទេពេលចៅអ៊ីប្រាប់ឲ្យស៊ុនឈៀនមកជួបនឹងគាត់លូស៊ីអាចបដិសេធមិនទៅបម្រើបានចំណេះដឹងរបស់លូស៊ូបើធ្វើត្រឹមតែឈ្មួញម្នាក់មិនអាចស្កប់ស្កល់ចិត្តរបស់គាត់ទេគាត់ត្រូវការនយោបាយដើម្បីបានកិច្ចការឲ្យអស់ចិត្តខ្លួនឯងហេតុនេះទៅគាត់បន្តរាប់អានចៅអ៊ីដែលជាមេទ័ពរបស់ត្រកូលស៊ុនអ្នករស់នៅក្នុងសង្គមត្រូវដឹងនិងតាមដាននយោបាយតែមិនមែនគ្រប់គ្នាត្រូវចូលប្រឡូកក្នុងនយោបាយទេអ្នកដែលឆាប់ចាញ់បោកគេចូលចិត្តដើរតួកំសត់ឬមានអត្តចរិតឆេវឆាវកុំចូលនយោបាយល្អជាងបើខ្លួនយើងមានចំណុចខ្សោយដែលមិនគួរពាក់ព័ន្ធនឹងនយោបាយយើងគួរជៀសឲ្យឆ្ងាយឬកុំរកមិត្តដែលជាប់ពាក់ព័ន្ធនឹងនយោបាយមិត្តភ័ក្តិរបស់យើងនឹងអូសទាញយើងចូលតាមពួកគេមិនខានដោយមិនបានព្រៀងទុក